សួស្តីបងប្អូនទាំងអស់គ្នាបាទខ្ញុំបានសូមធ្វើវីដេអូថ្មីមួយដែលនិយាយពីប្រព័ន្ធភ្លើងឆេះបាទម៉ូតូស្មាក់បាទហើយមានស៊េរីថ្មីនិងស៊េរីចាស់ឥឡូវយើងមកចូលមើលប្រព័ន្ធដុំភ្លើងស៊េរីថ្មីចំពោះម៉ូតូស្មាក់គឺវាប្រើដុំភ្លើងចូលទៅយកវាប្រើយកទុកភ្លើងណាបាទវាភ្លើងអាសេតភ្លើង DC ហ្នឹងបាទយកភ្លើងហ្នឹងមកបញ្ចូលជាមួយម៉ាញ៉ាតូដើម្បីឲ្យភ្លើងហ្នឹងមានភ្លើងម៉ាញ៉ាតូដើម្បីឲ្យម៉ាញ៉ាតូចេញទៅមកវិញណាបាទគឺវាប្រើភ្លើងដូចទៅពួកអសង្ខយ៉ាងដែរបាទប៉ុន្តែបើស៊េរីចាស់វិញគឺវាប្រើភ្លើងពាក់ព័ន្ធទៅនឹងរលាកដេរបាទគឺខ្សែហ្នឹងវាពាក់ព័ន្ធទៅនឹងរលាកដេរអញ្ចឹងយើងនិយាយពីប្រព័ន្ធភ្លើងស្មាក់ស៊េរីថ្មីសិនតោះតែមើលទាំងអស់គ្នាខ្ញុំនឹងប្រាប់ពីប្រព័ន្ធភ្លើងវាចេញចូលយ៉ាងម៉េចច្បាស់ណាបាទទី1គឺយើងនិយាយពីខ្សែចេញពីដុំភ្លើងមានមាន4សរសៃណាបាទចេញពីដុំភ្លើងមាន4សរសៃបើភ្លើងនេះចាស់មកឲ្យភ្លើងស្រួលមើលពណ៌បាទគឺខ្សែពណ៌សឆ្នុតក្រហមនិងខ្សែពណ៌លឿងឆ្នុតសណាបាទគឺខ្សែដុំភ្លើងបាទហើយខ្សែពណ៌សម្បកអាឡឹកឆ្នុតលឿងគឺខ្សែម៉ាញ៉េទិកហើយខ្សែពណ៌ Q ណាបាទ Q ឆ្នុតលឿងចំពោះ Q ឆ្នុតលឿងនេះវិញគឺជាខ្សែម៉ាស់ម៉ាញ៉េទិកចូលទៅម៉ាញ៉ាតូបាទនេះខ្សែម៉ាញ៉េទិកចូលម៉ាញ៉ាតូណាបាទហើយខ្សែពីរហ្នឹងវាតាណាបាទខ្សែពីរហ្នឹងគឺខ្សែពណ៌សឆ្នុតក្រហមនិងខ្សែពណ៌លឿងឆ្នុតសគឺវាចូលទៅយ៉ូតឥឡូវយើងទៅមើលកន្លែងដូចយ៉ូតដើម្បីឲ្យដឹងថាខ្សែណាចូលទៅខ្សែណាដើម្បីវាឡើងខ្សែចេញពីយ៉ូតចូលទៅណាណាបាទតែមើលដូចយ៉ូតម្ដងនេះគឺខនខ្ញុំប្រាប់ពីប្រព័ន្ធភ្លើងចេញពីដុំភ្លើងទៅណាណាបាទទីមួយយើងត្រូវចាំថាខ្សែពណ៌សឆ្នុតក្រហមចូលយ៉ូតហើយខ្សែពណ៌លឿងបាទឆ្នោតសបាទចូលយ៉ូតហើយខ្សែម៉ាញ៉េទិកខ្សែពណ៌សម្បកអាឡឹកឆ្នោតលឿងហើយខ្សែពណ៌ Q ឆ្នោតសនេះគឺខ្សែម៉ាស់ម៉ាញ៉េទិកចូលម៉ាញ៉ាតូណាខ្សែពីរនេះចូលម៉ាញ៉ាតូខ្សែពីរនេះចូលយ៉ូតតោះយើងទៅមើលខ្សែយ៉ូតវិញអស់បាទនេះគឺជាដូចយ៉ូតណាបាទនេះគឺយ៉ូតស្មាក់គឺក្បាលពណ៌ Q ណាបាទអញ្ចឹងនៅពេលដែលយើងមកដល់ហ្នឹងគឺយើងឃើញហើយនេះបាទខ្សែពណ៌សឆ្នុតក្រហមមិញដែលចេញពីដុំភ្លើងមកចូលយ៉ូតណាបាទហើយខ្សែពណ៌យ៉ូតហ្នឹងគឺចូល3ចេញ1ណាបាទខ្សែយ៉ូតហ្នឹងចូល3ចេញ1ដូចយ៉ូតហ្នឹងចូល3ចេញ1អញ្ចឹងខ្សែអីខ្លះចូលបាទខ្សែពណ៌សឆ្នុតក្រហមបាទខ្សែពណ៌សឆ្នុតក្រហមនេះគឺខ្សែចេញពីដុំភ្លើងចូលយ៉ូតខ្សែពណ៌ខ្មៅឆ្នុតសនេះគឺខ្សែម៉ាស់តួហើយខ្សែពណ៌លឿងឆ្នុតសនេះគឺជាខ្សែចេញពីដុំភ្លើងចូលយ៉ូតណាបាទហើយចំពោះខ្សែពណ៌ក្រហមនេះបាទចូលទៅក្បាលអាគុយមុនដល់ក្បាលអាគុយឆ្លងកាត់ពីស៊ីប1និងបែកចូលកងតាក់សោណាបាទអញ្ចឹងគឺវាប៉ុណ្ណឹងទេវាដូចតែពួកអសង្ខដែរទេគ្រាន់តែថាវាខុសថងពណ៌បាទអញ្ចឹងយើងទៅមើលខ្សែដូចម៉ាញ៉ាតូបាទតើខ្សែពណ៌អីដែលចេញពីកងតាក់សោនេះគឺយើងស្គាល់អំពីខ្សែចេញពីកងតាក់សោសិនទៅពីព្រោះថាខ្សែនេះចូលទៅកងតាក់សោណាហើយចេញពីកងតាក់សោពណ៌អីគេដើម្បីចូលម៉ាញ៉ាតូណាបាទនេះគឺជាដោយដែលចេញពីកងតាក់សោបាទអធិស្ឋានបាទនេះគឺតហើយណាបងប្អូនបាទនេះគឺខ្សែដែលចេញពីយ៉ូតនិងចេញពីក្បាលគុយមកគឺខ្សែពណ៌ក្រហមណាបាទហើយចេញពីខ្សែពណ៌ក្រហមពេលដែលយើងកាច់សក់បើគឺខ្សែពណ៌ក្រហមចម្លងចូលខ្សែពណ៌ស្លាទុំណាបាទយើងហៅពណ៌ស្លាទុំហ្នឹងស្រួលបាទចេញពីខ្សែពណ៌ស្លាទុំនេះទៅគឺវាចូលទៅម៉ាញ៉ាតូណាបាទតោះទៅមើលដូចម៉ាញ៉ាតូទៀតបាទនេះគឺជាដូចម៉ាញ៉ាតូបាទដូចម៉ាញ៉ាតូស៊េរីថ្មីជើង5បងប្អូនបាទជើង5ហ្នឹងគឺមានអីខ្លះណាឥឡូវខ្ញុំនិយាយពីខ្សែចូល4ចេញ1ណាបាទខ្សែពណ៌សម្បកអាឡឹកឆ្នោតសខ្សែម៉ាញ៉េទិកណាបងប្អូនបាទខ្សែម៉ាញ៉េទិកហើយខ្សែពណ៌ Q បាទឆ្នោតលឿងគឺខ្សែម៉ាស់ម៉ាញ៉េទិកណាហើយពណ៌ខ្មៅឆ្នោតសនេះគឺជាខ្សែម៉ាស់តួបាទហើយខ្សែពណ៌លឿងនេះខ្សែចេញពីកងតាក់សោណាហើយពណ៌ស្លាទុំនេះចេញពីកងតាក់សោគឺខ្សែចែកចាយណាប្រព័ន្ធភ្លើងចែកចាយខ្សែភ្លើងចែកចាយគឺចេញពីក្បាលអាគុយខ្សែពណ៌ក្រហមចេញពីខ្សែពណ៌ក្រហមបំបែកមកគឺខ្សែចែកចាយគេហៅខ្សែចែកចាយនេះគឺខ្សែពណ៌លឿងពណ៌ស្លាទុំជាស្រ័យហើយខ្សែពណ៌សនេះម៉ូប៊ីននេះគឺសម្រាប់ចេញពីម៉ូប៊ីនទៅមានខ្សែមួយចូលទៅកាត់បាទខ្សែពណ៌សឆ្នោត Q ណាបាទតោះទៅមើលកន្លែងក្បាលម៉ូប៊ីនបន្តិចដើម្បីឲ្យច្បាស់ប្រកបហើយស្រួលយើងដឹងថាយើងតាមដានពីរបៀបណានេះគឺជាប្រព័ន្ធផ្លូវដើររបស់ស្មាក់ស៊េរីថ្មីបាទតោះទៅមើលទាំងអស់គ្នាទៀតតោះ
បាទនេះគឺជាដុំមកបៀននេះបាទមកបៀននេះខ្សែចេញទៅប៊ូស៊ីហើយនេះគឺជាដោយដែលចេញពីម៉ាញ់តូមកនេះគឺម៉ាស់ខ្សែពណ៌ខ្មៅឆ្នុតលឿងខ្មៅឆ្នុតសហើយនេះគឺខ្សែពណ៌ដែលចេញពណ៌សឆ្នុតខៀវដែលចេញពីម៉ាញ់តូមកបាទគឺមកបញ្ចូលមកបៀនចេញពីបៀនគឺចូលប៊ូស៊ីហើយបាទហើយការតាមដានដោយតែពួកម៉ូតូសង្គ្រេដូចគ្នានៅពេលដែលយើងឆែកមើលគឺឃើញបែបហ្នឹងគឺយើងដំបូងយើងចុចយើងដកខ្សៀចេញមកយើងធាក់មើលទៅមានភ្លើងអត់ហើយយើងតាមដានតាមហ្នឹងមកណាដូចតែគ្នាទេហើយឥឡូវយើងចូលទៅមើលស៊េរីចាស់ហើយដល់វាបានជាវាអត់អាគុយវារលត់ណាបាទកន្លែងហ្នឹងគឺជាចម្ងល់មួយរបស់បងប្អូនប្រុសម្នាក់ដែរហើយខ្ញុំក៏ធ្វើវីដេអូនេះសងទៅគាត់ពីព្រោះថាជាពាក់គាត់យូរដែរហើយអធិស្ឋានផងព្រោះខ្ញុំរវល់ហើយមិនចឹងខ្ញុំមានម៉ូតូស្ម័គ្រដើម្បីធ្វើជាគំរូដើម្បីប្រាប់ដល់បងប្អូនទាំងអស់គ្នាទេអធិស្ឋានផងណាបាទចំពោះការរងចាំហើយក៏អរគុណចំពោះការចូលរួមទស្សនានិងចុច like ហើយនិងចុច subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូជាបន្តបន្ទាប់បាទអរគុណតោះឥឡូវយើងទៅដឹងពីមូលហេតុអីបានជាម៉ូតូស្ម័គ្រស៊េរីចាស់ណានៅពេលដែលយើងដាក់អត់មានអាគុយវាឆេះអត់ដាច់ឬក៏ឆេះអត់ស្រួលចឹងបាទហើយមូលហេតុអ្វីណាបាទមិញយើងដឹងអំពីប្រព័ន្ធភ្លើងឆេះរបស់ម៉ូតូស្ម័គ្រស៊េរីថ្មីឥឡូវយើងទៅមើល Suzuki ស្ម័គ្រស៊េរីចាស់ណាបាទចរន្តភ្លើងឆេះ Suzuki ស៊េរីចាស់ហ្នឹងវាឆេះដោយសារទីមួយយើងដឹងពីម៉ាញ់តូចេញចូលរបស់វាណាវាឆេះដោយសារខ្សែចេញពីកុងតាក់សោហ្នឹងពណ៌ស្លាទុំចែកចាយទៅគ្រប់ទីកន្លែងវាលើកលែងតែប្រព័ន្ធ DMR ឃើញទេបងប្អូនកន្លែងខុសថងប្រព័ន្ធ DMR ហ្នឹងណាបាទនឹងប្រព័ន្ធបញ្ឆេះបាទឆ្លងកាត់កុងតាក់តូចព្រោះវាឆ្លងកាត់កុងតាក់តូចនឹងខាងកគួរអបឡើងឆ្វេងមានកន្លែងចុចមួយណាបាទនៅពេលបងប្អូនប្រើជីម៉ូតូ Suzuki ហ្នឹងប្រហែលជាឃើញដល់កន្លែងកុងតាក់ចុចមួយណាឆ្លងកាត់កន្លែងកុងតាក់តូចហ្នឹងឥឡូវយើងមកដឹងពីដូចម៉ាញ់តូវិញណាបាទខ្សែពណ៌ស្លាទុំហ្នឹងឆ្នុតសបាទខ្សែពណ៌ឆ្នុតសហ្នឹងវាចូលទៅ DMR នឹងចូលទៅម៉ាញ់តូឃើញទេវាពាក់ព័ន្ធគ្នាត្រង់ហ្នឹងបាទនៅពេលដែលយើងចុចហ្នឹងទៅដល់ពេលដែលយើងផ្សោយអាគុយណាអញ្ចឹងនៅពេលដែលយើងធាក់បច្ឆេះអញ្ចឹងប្រព័ន្ធ DMR ហ្នឹងវានៅដើរដំណើរការអញ្ចឹងណាបងប្អូនវាឆ្លងកាត់ម៉ាញ់តូអញ្ចឹងបាទហើយវាឆ្លងកាត់ DMR ខ្សែដែលពណ៌ស្លាទុំឆ្នុតសណាបាទហើយចំពោះខ្សែម៉ាស់តួពណ៌ខ្មៅឆ្នុតសគឺខ្សែដែលចូលម៉ាញ់តូហើយខ្សែម៉ាញ់ទិកខ្សែពណ៌សម្បុរអលឹកឆ្នុតសហ្នឹងគឺជាខ្សែដែលចេញពីម៉ាញ់ទិកចូលម៉ាញ់តូហើយខ្សែម៉ាស់ម៉ាញ់ទិកហ្នឹងគឺជាខ្សែពណ៌ Q ឆ្នុតលឿង Q ឆ្នុតលឿងហ្នឹងគឺខ្សែដែលចេញពីម៉ាញ់ទិកចូលម៉ាញ់តូគឺខ្សែម៉ាស់ណាម៉ាស់ម៉ាញ់ទិកហើយខ្សែដែលចេញពណ៌សឆ្នុត Q ហ្នឹងគឺចេញពីម៉ាញ់តូបាទខ្សែចេញរបស់វាគឺចូលទៅមកបៀនតួគឺតែប៉ុណ្្នឹងទេបងប្អូនបាទចំពោះការដែលឆ្ងល់ថាហេតុអីបានជា Suzuki ស៊េរីចាស់ហ្នឹងវាដកអគុយចេញវាអត់ឆេះរោវាអត់ដាច់វាអត់ស្មើអញ្ចឹងណាគឺមូលហេតុគឺដោយសារតែខ្សែវាពាក់ព័ន្ធជាមួយនឹងបាទសូមបញ្ជាក់កន្លែងថងថានៅពេលដែលយើងអគុយអស់អគុយឬក៏ដកអគុយចេញវាអត់ឆេះហ្នឹងគឺវាអាចបណ្ដាលមកពីយ៉ូតណាបងប្អូនបាទព្រោះម៉ូតូខ្លះវាអាចរោដាច់ម៉ូតូខ្លះវារោអត់ដាច់អញ្ចឹងណាបាទម៉ូតូ Suzuki ស្ម័គ្រហ្នឹងគឺវាពាក់ព័ន្ធនឹងប្រព័ន្ធយ៉ូតព្រោះដល់ពេលដែលយ៉ូតសាកខ្លាំងគឺវាអាចឆេះធម្មតាណាបើឆាកសាករៀងខ្សោយគឺភ្លើងអត់គ្រប់ទេបាទនៅពេលភ្លើងអត់គ្រប់គឺវាអាចរោហ្គេឡើងមកទេវាណែតិនរោហ្គេទៅវាអត់រួចណាបាទឥឡូវយើងចូលមកដល់ការតាមដានប្រព័ន្ធឆេះរបស់វាណាបាទការតាមដានប្រព័ន្ធចរន្តបញ្ឆេះ Suzuki ឥឡូវណាបាទ Suzuki ស្ម័គ្រហ្នឹងទីមួយគឺយើងត្រូវដោះ bussy បាទភ្នែកយើងសម្លឹងទៅមើល band ហើយមើលក air ខ្លាចគេបិទហ្នឹងណាបាទបិទ air បិទអីហ្នឹងហើយបើនៅល្អយើងយកខ្សែពីម៉ូប៊ីនណានេះខ្សែម៉ូប៊ីននេះបងប្អូនបាទខ្សែម៉ូប៊ីនហ្នឹងយើងយកមកធាក់យើងធាក់មកល្វែងទៅនៅពេលដែលបើសិនជាអត់ភ្លើងគឺយើងត្រូវយកមើលខ្សែចូលម៉ូប៊ីនបាទគឺខ្សែពណ៌សឆ្នុត Q បងប្អូនបាទនៅខាងនោះមិញហ្នឹងបាទខ្សែពណ៌សឆ្នុត Q ហ្នឹងបាទខ្សែពណ៌សឆ្នុត Q នេះបាទកន្លែងក្បាលចូលម៉ូប៊ីនហ្នឹងគឺយើងត្រូវការធាក់មើលតើវាមានភ្លើងអត់បាទហើយបើសិនជាអត់ភ្លើងគឺយើងត្រូវទៅមើលខ្សែពណ៌ស្លាទុំបាទចេញបាទពណ៌ស្លាទុំឆ្នោតសចូលទៅម៉ាញ់តូណាបាទយើងមើលខ្សែទៅចូលម៉ាញ់តូមានអីខ្លះឥឡូវយើងមើលទាំងអស់នេះទៅបាទនេះគឺខ្សែពណ៌ Q ឆ្នោតសហ្នឹងគឺខ្សែម៉ាញ់ទិកហើយពណ៌ Q ឆ្នោតលឿងនេះគឺខ្សែម៉ាស់ម៉ាញ់ទិកណាបាទហើយខ្សែពណ៌ខ្មៅឆ្នោតសហ្នឹងគឺជាខ្សែដែលចេញពីម៉ាស់តួមកបាទក្បាលគុយពីខាងដកហើយខ្សែនេះគឺខ្សែពណ៌សឆ្នោត Q នេះគឺខ្សែដែលចេញ
សម្រាប់ចេញទៅមកប៊ីនតួបាទហើយចំពោះខ្សែពណ៌ស្នាទុំនេះវិញគឺខ្សែចេញពីក្បាលគុយបាទអញ្ចឹងនៅពេលដែលយើងមើលខ្សែទាំងរបស់ហ្នឹងហើយគឺយើងដឹងហើយបើសិនជាខ្សែទាំងអស់ហ្នឹងវានៅល្អណាស់នៅពេលយើងសាកភ្លើងយើងវាស់ម៉ែត្ររបស់ភ្លើងហើយទៅវាថាវានៅល្អទាំងអស់ហើយអញ្ចឹងគឺម៉ាញ់តូនេះខូចហើយណាបាទតែប៉ុណ្្នឹងទេហើយអរគុណចំពោះការចូលរួមទស្សនាទាំងអស់គ្នារបស់បងប្អូនហើយក៏អរគុណសម្រាប់ការ comment នៅពេលដែលចង់បានវីដេអូអីថ្មីឬក៏មានចម្ងល់អីផ្សេងៗអាច comment នៅខាងក្រោមវីដេអូនេះបានហើយអរគុណសម្រាប់ការចុច like និង subscribe channel របស់ខ្ញុំបានហើយក៏សូមឲ្យបងប្អូនជួយចុច subscribe channel មួយនេះដើម្បីឲ្យខ្ញុំបានមានទឹកចិត្តធ្វើវីដេអូថ្មីៗជាបន្តអរគុណបាទអរគុណចំពោះការចូលរួមទស្សនាវីដេអូមួយនេះអញ្ចឹងបាទវីដេអូដែលពាក់ព័ន្ធនឹងប្រព័ន្ធភ្លើងបញ្ឆេះរបស់ម៉ូតូ Smart គឺបានបញ្ចប់ត្រឹមនេះហើយបាទសង្ឃឹមថាបងប្អូននឹងស្រាយនៅចម្ងល់ដែលបានសួរហើយវីដេអូនេះក៏ផ្ញើជូនដល់អូនបន្តណាបាទដែលបានសួរហើយអធិស្ឋានផងនៅពេលដែលខ្ញុំបានធ្វើវីដេអូឆ្លើយតបទៅយឺតអីហ្នឹងបាទហើយវីដេអូក្រោយៗខ្ញុំនឹងធ្វើប្រព័ន្ធនឹងប្រព័ន្ធ Demero ហើយនឹងប្រព័ន្ធឆេះរបស់ម៉ូតូផ្សេងៗទៀតបាទដូចជាម៉ូតូស៊េរីប្រើអគុយនិងមិនប្រើអគុយណាបាទហើយចំពោះយ៉ូតនឹងអីហ្នឹងគឺខ្ញុំធ្វើនៅវីដេអូក្រោយៗទៀតបាទចំពោះវីដេអូនេះរៀងវែងណាស់ហើយបាទសង្ឃឹមថាបងប្អូននឹងទទួលយកបានបាទកុំភ្លេចជួយចុច subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបាទ Channel Share សូមជម្រាបលាជូនពរសំណាងល្អ